បញ្ហាបាក់ទឹកចិត្តខ្ញុំជឿថានៅពេលដែលខ្ញុំចេញវីដេអូពាក់ព័ន្ធជាមួយនឹងបញ្ហាបាក់ទឹកចិត្តខ្ញុំនឹងទទួលបាន comment ទទួលបានសំណួរច្រើនចាដែលពាក់ព័ន្ធជាមួយនឹងបញ្ហាបាក់ទឹកចិត្តដោយជាក់ស្ដែងបងស្រីនេះអញ្ចឹងគឺគាត់មានគ្រប់ចំណុចដោយដែលខ្ញុំលើកឡើងពីម្សិលមិញ7ចំណុចដែលបង្ហាញថាយើងកំពុងតែមានបញ្ហាបាក់ទឹកចិត្តហើយមិនមែនមានតែគាត់មួយទេគឺមានបងផ្សេងទៀតដែលគាត់បានចូលឆាតមកក្នុងវីដេអូរបស់ខ្ញុំហ្មងចាដែលគាត់បានចូលឆាតមកសួរហើយក៏ឆាតមកនិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវចិត្តបាក់ទឹកចិត្តរបស់គាត់មកដោយថាស្ថានភាពឥឡូវនេះទាំងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាគ្រួសារទាំងបញ្ហាផ្ទាល់ខ្លួនបញ្ហាមុខរបររស់ស៊ីការសិក្សានិយាយទៅគឺបញ្ហាច្រើនមែនទែនរាប់រយចាដែលខ្លះគឺគាត់មានបញ្ហាទាំងអស់ហ្នឹងហើយគាត់តានតឹងផ្លូវចិត្តគាត់មានសម្ពាធផ្លូវចិត្តគាត់មានគាត់មានរឿងអវិជ្ជមានជាច្រើននៅក្នុងខ្លួនណាដល់ពេលអញ្ចឹងទៅធ្វើឲ្យគាត់នឹងអត់ដឹងថាដោះស្រាយវាបែបម៉េចធ្វើឲ្យគាត់តានតឹងផ្លូវចិត្តគាត់កើតមានបញ្ហាបាក់ទឹកចិត្តហើយអានឹងគឺប៉ះពាល់សុខភាពរបស់យើងខ្លាំងមែនទែនធ្វើឲ្យរាងកាយរបស់យើងទ្រុឌទ្រោមធ្វើឲ្យរាងកាយរបស់យើងខ្សោយអញ្ចឹងខ្ញុំលើកឡើងតទៅនឹងដំណោះស្រាយពាក់ព័ន្ធជាមួយនឹងបញ្ហាបាក់ទឹកចិត្តដែលខ្ញុំលើកឡើងពីម្សិលមិញហ្នឹងណាចាពីវីដេអូមុនខ្ញុំលើកឡើងទៅនឹងដំណោះស្រាយហើយក៏ចែកជូនទៅដល់បងស្រីដែរដែលគាត់បានធ្វើការ comment ខ្ញុំចង់លើកជាដំណោះស្រាយខ្លះដែលជួយទៅដល់បញ្ហាបាក់ទឹកចិត្តហ្នឹងចាតទៅនឹងដំណោះស្រាយទី1គឺបងប្អូនគួរតែនៅចិត្តមនុស្សដែលវិជ្ជមានចាមនុស្សដែលគេគិតអីល្អដែលគេគិតអីមានប្រយោជន៍ចាវាធ្វើអារម្មណ៍ឲ្យយើងស្រស់ថ្លាចាយើងកុំសូវនៅក្បែរជាមួយមនុស្សអវិជ្ជមានច្រើនពេកដែលគិតតែរឿង drama គិតតែរឿង stress គិតតែរឿងបាក់ចិត្តត្អូញត្អែរៀបរាប់ច្រើនពេកវាធ្វើឲ្យយើងកាន់តែស្មុគលើសដើមអញ្ចឹងយើងព្យាយាមនៅចិត្តមនុស្សណាដែលគាត់គិតវិជ្ជមានគាត់គិតអីដែលល្អគាត់គិតអីដែលអាចទៅរួចគាត់គិតរឿងអីដែលគាត់អាចធ្វើទៅបានអញ្ចឹងយើងនៅក្បែរគាត់គឺយើងទទួលបានអារម្មណ៍វិជ្ជមានហ្នឹងមកចាទី2គឺព្យាយាមធ្វើការងារឬក៏រឿងណាមួយឲ្យសម្រេចមានន័យថានៅពេលដែលយើងធ្វើរឿងអីមួយបានសម្រេចគឺយើងសប្បាយចិត្តណាអញ្ចឹងគឺយើងអត់មានសម្ពាធផ្លូវចិត្តទេដោយឧទាហរណ៍ថាខ្ញុំកំណត់ខ្លួនឯងក្នុងមួយថ្ងៃថតឲ្យបាន3វីដេអូឬក៏5វីដេអូអញ្ចឹងខ្ញុំព្យាយាមធ្វើមិនធ្វើឲ្យបាននៅពេលដែលខ្ញុំធ្វើបានគឺខ្ញុំសប្បាយចិត្តអញ្ចឹងវាកាត់បន្ថយភាពតានតឹងភាពបាក់ទឹកចិត្តរបស់ខ្ញុំបានមួយផ្នែកដែរអញ្ចឹងបងស្ត្រីគិតថាខ្លួនឯងមានផែនការធ្វើអីអញ្ចឹងធ្វើរឿងនឹងឲ្យបានសម្រេចមួយទៅអានឹងក៏ជួយកាត់បន្ថយទៅលើការតានតឹងផ្លូវចិត្តដែរចាចំណុចទី3គឺព្យាយាមកុំឲ្យខ្លួនឯងតនេកុំព្យាយាមធ្វើឲ្យខ្លួនឯងអត់ប្រយោជន៍ដូចជាការកេងតែកេងមិនលក់ទេគឺកេងនៅលើក្រែអត់ធ្វើការងារអីដែលតនេខ្លាំងពេកឬក៏លក្ខណៈមួយថាអូសនេះអូសនោះមើលដែលអត់ប្រយោជន៍តែយើងព្យាយាមមើលអីដែលអត់ប្រយោជន៍វាប៉ះអារម្មណ៍ប៉ះចិត្តធ្វើយើងគិតកាន់តែច្រើន stress កាន់តែច្រើនបាក់ចិត្តកាន់តែច្រើនហើយធ្វើបែបហ្នឹងជាប្រចាំយើងនឹងកើតជំងឺផ្លូវចិត្តតែម្ដងអញ្ចឹងកុំព្យាយាមធ្វើឲ្យខ្លួនឯងតនេកុំព្យាយាមចំណាយពេលអត់ប្រយោជន៍ច្រើនពេកចាហើយមួយទៀតចាព្យាយាមឲ្យខ្លួនឯងរវល់ចារវល់មួយការងារមែនតើយើងគិតការងាររស់ស៊ីយើងធ្វើការងាររស់ស៊ីយើងធ្វើការងារផងអីផងធ្វើវីដេអូគិតមើល content ឬក៏ធ្វើស្អីផ្សេងទៅលេងកីឡាទៅជួបមិត្តភ័ក្តិទៅអានសៀវភៅឬក៏ធ្វើការងារអីផ្សេងដែលធ្វើឲ្យខ្លួនឯងរវល់ពេញមួយថ្ងៃកុំឲ្យតនេនាំតែយើងនឹងគិតរឿងអត់ប្រយោជន៍ច្រើនចាកុំឲ្យយើងគិតរឿងអត់ប្រយោជន៍ច្រើនចាហើយចំណុចមួយទៀតកុំខ្វល់ពីអារម្មណ៍អ្នកដទៃច្រើនពេកលក្ខណៈមួយថាអង្គុយគិតថាតិចគេគិតមិនល្អលើយើងទៅចាឬគេអត់ស្រឡាញ់យើងទៅគេអត់ចូលចិត្តយើងទៅកុំខ្វល់ពីអារម្មណ៍គេច្រើនពេកចង់គេស្រឡាញ់ក៏ស្រឡាញ់កុំគេមិនស្រឡាញ់ក៏មិនជាអ្វីដែរកុំខ្វល់ពីអារម្មណ៍គេច្រើនពេកតែយើងខ្វល់ពីអារម្មណ៍គេច្រើនពេកគេអត់បានគិតអីផងតែយើងយកមកគិតបោកដកគុណចែកតែម្នាក់ឯងធ្វើឲ្យយើង stress ធ្វើឲ្យយើងតានតឹងធ្វើឲ្យយើងតប់ប្រមល់ពិបាកចិត្តមែនតើចាហើយចំណុចមួយទៀតបងប្អូនអាចអានសិភៅរកសិភៅណាដែលត្រូវជាមួយនឹងស្ថានភាពរបស់យើងហ្មងដោយឧទាហរណ៍ថាបងប្អូនមានបញ្ហាសេដ្ឋកិច្ចមានបញ្ហារ៉ាញ់ថប់អញ្ចឹងយើងជ្រើសរើសសៀវភៅណាដែលរៀបចំទៅនឹងខ្ទង់ចំណាយរបស់យើងឬក៏យើងមានបញ្ហាវិបត្តិផ្លូវចិត្តយើងអញ្ចឹងយើងអានសៀវភៅណាដែលជួយធ្វើឲ្យបាត់ផ្លូវចិត្តរបស់យើងធូរស្រាលនិយាយទៅអានសៀវភៅដើម្បីបង្កើនគំនិតដើម្បីបង្កើនចំណេះដឹងឲ្យយើងចេះគិតចេះពិចារណាបានវែងឆ្ងាយជាងមុនហើយជ្រើសរើសសៀវភៅណាដែលត្រូវជាមួយនឹងស្ថានភាពរបស់យើងហ្មងទើបយើងអានទៅវាជក់ចិត្តដិតអារម្មណ៍ហើយវាអាចជួយដោះស្រាយស្ថានភាពពិបាករបស់យើងពេលបច្ចុប្បន្នហ្នឹងចឹងជ្រើសរើសសៀវភៅយកមកអានចាហើយមួយទៀតគឺលំហែអារម្មណ៍យើងកុំព្យាយាមនៅផ្ទះម្នាក់ឯងយើងចេញទៅក្រៅជួបមិត្តភ័ក្តិដើរលេងមួយមិត្តភ័ក្តិខ្លះអីខ្លះមានតំណែងមួយគេខាងក្រៅចែករំលែកអ្វីមួយគ្នាដែលល្អកុំព្យាយាមសង្ងំនៅម្នាក់ឯង
ចាចឹងអាសង្ងំនៅម្នាក់ឯងក៏វាធ្វើយើង stress តានតឹងផ្លូវចិត្តគិតច្រើនម្នាក់ឯងហ្នឹងហ្មងចឹងចេញតែក្រៅជួបមិត្តភ័ក្តិលំហែអារម្មណ៍ទៅចាហើយត្រង់ចំណុចមួយទៀតគឺព្យាយាមញ៉ាំអ្វីដែលល្អអ្វីដែលយើងចូលចិត្តឬក៏អាហារដែលជួយដល់សុខភាពរបស់យើងធ្វើអារម្មណ៍ឲ្យយើងស្រស់ថ្លាមួយផ្នែកទៀតព្រោះពេលខ្លះអាហារដែលយើងញ៉ាំមួយចំនួនវាប៉ះពាល់ទៅដល់ការគេងវាប៉ះពាល់ទៅដល់សុខភាពរបស់យើងខាងក្នុងវាក៏អាចធ្វើឲ្យយើងមានផលរំខានទៅដល់ផ្លូវចិត្តយើងដូចគ្នាអញ្ចឹងញ៉ាំអាហារណាដែលល្អហើយចំណុចមួយទៀតគឺឆ្លៀតពេលជាមួយនឹងការលេងកីឡាបងប្អូនដឹងហើយប្រយោជន៍នៃការលេងកីឡាគឺធ្វើយើងគេងលក់ស្រួលគឺធ្វើយើងបាត់ stress បាត់ភាពតានតឹងបញ្ចេញញើសចេញអីចឹងទៅគឺធ្វើយើងអត់មានអារម្មណ៍តានតឹងទេហើយយើងក៏គេងលក់ស្រួលដែរចាហើយចំណុចមួយទៀតគឺរៀនធ្វើសមាធិចារៀនធ្វើសមាធិធ្វើចិត្តឲ្យស្ងប់ហើយរៀនដោះលែងរៀនព្រមទទួលស្គាល់ការពិតរៀនលើកលែងទោសឲ្យខ្លួនឯងលើកលែងទោសឲ្យមនុស្សនៅជុំវិញខ្លួនកុំប្រកាន់ភាពស្អប់ភាពខឹងគុំគួនចំពោះអ្នកដទៃវាធ្វើឲ្យផ្លូវចិត្តរបស់យើងកាន់តែពិបាកកាន់តែតានតឹងអញ្ចឹងយើងរៀនដោះលែងទៅយើងរៀនដោះលែងហើយរៀនទទួលស្គាល់ការពិតចាអាចចំណុចទាំងអស់ហ្នឹងហើយគឺធ្វើឲ្យយើងនឹងចិត្តត្រជាក់ជាងមុនធ្វើឲ្យយើងសប្បាយចិត្តជាងមុនធ្វើឲ្យយើងអត់មានសម្ពាធធ្វើឲ្យយើងអារម្មណ៍យើងស្រស់ថ្លាទាំងអស់ហ្នឹងគឺសុទ្ធតែជាការរៀនចាអញ្ចឹងបងប្អូនរៀនធ្វើឲ្យផ្លូវចិត្តរបស់ខ្លួនឯងល្អយើងអត់មានបញ្ហាបាក់ទឹកចិត្តគូក្បាលរបស់យើងក៏ស្រឡះយើងក៏អាចរកដំណោះស្រាយក្នុងការដោះស្រាយទៅលើបញ្ហាអីផ្សេងៗបានដែរនេះ